សហគមន៍កំពង់ភ្លុកកំពុងតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានទីតាំងស្ថិតនៅមាត់បឹងទន្លេសាបស្ថិតនៅក្នុងឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាបដែលមានចម្ងាយប្រមាណប្រហែល30គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងធ្វើដំណើរតាមផ្លូវជាតិលេខ 6A ឆ្ពោះទៅរាជធានីភ្នំពេញយើងនឹងឃើញនៅផ្លាកសញ្ញាបង្ហាញអំពីសហគមន៍ទេសចរកំពង់ភ្លុកបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានមកធ្វើការចូលរួមទស្សនាសមរិត្រីនៅខេត្តសៀមរាបហើយខ្ញុំក៏បានឆ្លៀតពេលមកលេងនៅតំបន់សហគមន៍ទេសចរកំពង់ភ្លុកបាទអញ្ចឹងសម្រាប់សហគមន៍ទេសចរកំពង់ភ្លុកគឺជាលើកទី1របស់ខ្ញុំនៃការមកលេងនេះបាទអញ្ចឹងសម្រាប់ការមកលេងនេះដែរគឺជាខែប្រាំងអញ្ចឹងសម្រាប់ទស្សនវិជ្ជាទឹកគឺជាខែដែលទឹកស្រកអញ្ចឹងសម្រាប់ពេលវេលានេះគឺឃើញថាសម្រាប់ផ្លូវនៃការធ្វើដំណើរនៃតំបន់សហគមន៍កំពង់ភ្លុកក៏មានការអភិវឌ្ឍច្រើនដែរបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានមកដល់ទីតាំងក៏ដូចជាផ្ទះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍ផ្ទាល់ឃើញថាមានសភាពផ្ទះគឺរៀងប្លែកបន្តិចដែរដោយសារសម្រាប់តាមអ្វីដែលខ្ញុំបានមកដល់ទីតាំងនេះផ្ទាល់ឃើញថាតំបន់សហគមន៍កំពង់ភ្លុកគឺជាតំបន់មួយដែលប្រជាពលរដ្ឋបានធ្វើការសាងសង់ផ្ទះអណ្ដែតទឹកឬផ្ទះដែលខ្ពស់ខ្លះទៀតក៏មានកម្ពស់រហូតដល់12ម៉ែត្រដើម្បីធ្វើការការពារពីការលិចទឹកនៅរដូវវស្សាផ្ទះនោះទិសក៏មានសសរច្រើនហើយខ្វាត់ខ្វែងប្រទះគ្នាបើនិយាយអំពីការសាងសង់គឺដើម្បីពីការការពារការបោះបក់បោកពីខ្យល់ព្យុះខ្លាំងដែរភាគច្រើនកើតមាននៅរដូវភ្លៀងសម្រាប់ការធ្វើដំណើរនេះគឺខ្ញុំបាទក៏បានមកដល់ទីតាំងដែលជាសហគមន៍កំពង់ភ្លុកបាទអញ្ចឹងឃើញថាមានឡានក្រុងដែលបានធ្វើការដឹកភ្ញៀវទេសចរក៏ដូចជាភ្ញៀវជាតិភ្ញៀវអន្តរជាតិបានមកធ្វើការចូលរួមមកធ្វើការទស្សនានៅទីតាំងសហគមន៍កំពង់ភ្លុកបាទអញ្ចឹងឃើញថាមានមនុស្សនាច្រើនគូសមដែរបានមកធ្វើការចូលរួមបាទឥឡូវនេះគឺខ្ញុំបាទក៏បានមកដល់ទីតាំងដែលយើងត្រូវធ្វើការជួលទូកតម្លៃនៃការជួលទូកមានទៅតាមទូកធំហើយនិងទូកតូចបាទអញ្ចឹងខ្ញុំក៏បានធ្វើការជ្រើសរើសនៅទូកតូចសម្រាប់តម្លៃចំនួន 60000 រៀលទាំងទៅទាំងមកបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការជិះចេញដំណើរទៅដើម្បីយើងទៅទស្សនានៅទន្លេសាបដែលទស្សនវិជ្ជានេះឃើញថានារដូវខែប្រាំងបើយើងនិយាយអំពីផ្ទៃទឹកនៃសមាគមកំពង់ភ្លុកគឺឃើញថាដូចទឹកដូចកាហ្វេទឹកដោះគោតែម្ដងបាទគឺឃើញថាពណ៌ឡើងក្រហមរៀងជាមួយនឹងលីឡំជាមួយនឹងដីក្រហមផងដែរបាទអញ្ចឹងសម្រាប់នៅតាមដងព្រែកសមាគមកំពង់ភ្លុកឃើញថាមានទូកជាច្រើននៅតាមដងព្រែកបាទធ្វើដំណើរតាមរយៈទូកដែលយើងត្រូវធ្វើដំណើរចេញទៅខាងក្រៅដើម្បីធ្វើការទស្សនាផ្ទៃបឹងទន្លេសាបរយៈពេលនៃការធ្វើដំណើរតាមអ្វីដែលខ្ញុំបានធ្វើការសាកសួរនាំព័ត៌មានទៅបងម្ចាស់ទូកគាត់បានប្រាប់ថារយៈពេលនៃការធ្វើដំណើរខ្ទង់ប្រហែល15ទៅ20នាទីបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅលេងនៅតំបន់សហគមន៍កំពង់ភ្លុកទីតាំងនៅខាងក្រៅនៃបឹងទន្លេសាបក៏មាននៅអាហារដ្ឋានដែលអាចឲ្យយើងធ្វើការកម្មង់នៅម្ហូបផងដែរបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជាខាងមុខនេះគឺឃើញថាមានបងម្ចាស់ទូកគាត់ក៏បានធ្វើការចូលទូកមកទីតាំងកន្លែងគាត់ផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងសហគមន៍កំពង់ភ្លុកគឺគាត់ធ្វើការប្រកបរបរដូចជាការនេសាទការបង់នៅសំណាញ់ដើម្បីធ្វើការរកត្រីនៅបឹងទន្លេសាបផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានៅតាមដងព្រែកឃើញថាមានដើមឈើព្រៃលិចទឹកដែលអមទៅដោយសងខាងនៃព្រែកបាទអញ្ចឹងទស្សនវិជ្ជាខ្លះដែលខ្ញុំបានធ្វើការថតនេះឃើញថាមានទូកដឹកអ្នកដំណើរភ្ញៀវទេសចរដើម្បីទៅធ្វើការទស្សនានៃផ្ទៃបឹងទន្លេសាបកម្មភាពខ្លះដែលភ្ញៀវទេសចរបានធ្វើការត្រឡប់មកទីតាំងដែលគាត់បានធ្វើការចេញដំណើរបាទអញ្ចឹងសម្រាប់ការមកលេងនៃទីតាំងកំពង់ភ្លុកគឺយើងអាចធ្វើការជ្រើសរើសនៅពេលវេលាបើសម្រាប់ខ្ញុំនេះដែរគឺខ្ញុំបានមកដល់ទីតាំងនេះគឺម៉ោងប្រហែលជាចន្លោះ
11 កន្លះទៅ 12 បាទអញ្ចឹងយើងក៏បានធ្វើដំណើរចេញពីកំពង់ចម្លងទីតាំងដែលយើងបានធ្វើការជួលទូកដើម្បីទៅទីតាំងអាហារដ្ឋានដែលមាននៅផ្ទៃបឹងទន្លេសាបផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់ផ្ទៃបឹងទន្លេសាបតាមអ្វីដែលខ្ញុំបានមកដល់ទីតាំងនេះបងប្អូនខ្លះគាត់នឹងដឹងបងប្អូនខ្លះគាត់ក៏មិនបានដឹងដែរបាទអញ្ចឹងសម្រាប់ផ្ទៃបឹងទន្លេសាបគឺមើលមិនឃើញកោះត្រោយទេបាទគឺមានភាពធំល្វឹងល្វើយបាទអញ្ចឹងសម្រាប់ផ្ទៃបឹងទន្លេសាបក៏ជាផ្ទៃបឹងដែលសម្បូរទៅដោយព្រៃលិចទឹកនិងសម្បូរទៅដោយពពួកមច្ឆជាតិបាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលគាត់នៅទីតាំងសហគមន៍កំពង់ភ្លុកជាទូទៅការប្រកបរបររបស់គាត់គឺគាត់ធ្វើការនេសាទដូចជាការចិញ្ចឹមនៅត្រីការចិញ្ចឹមនៅក្រពើហើយនឹងចិញ្ចឹមនៅប្រភេទមច្ឆជាតិផ្សេងទៀតបាទអញ្ចឹងទស្សនវិជ្ជានេះគឺឃើញថាពិតជាធំល្វឹងល្វើយបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានមកដល់ទីតាំងកំពង់ភ្លុកកុំភ្លេចធ្វើការជិះទូកដើរលេងកម្សាន្តមើលទៅលើព្រៃលិចទឹកក៏ដូចជាការហូបម្ហូបបែបនៅខាងកំពង់ភ្លុកផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំបាទក៏បានមកដល់ទីតាំងអាហារដ្ឋានដែលយើងត្រូវធ្វើការឈប់សម្រាកក៏ដូចជាការញ៉ាំបាយផ្ទាល់នៅទីនេះបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានេះគឺយើងបានធ្វើការឡើងមកអាហារដ្ឋានដើម្បីធ្វើការកម្មង់នៅម្ហូបដែលម្ចាស់ហាងគាត់បានធ្វើការស្លនៅទីនេះផ្ទាល់តែម្ដងបាទអញ្ចឹងនេះគឺជាប្រភេទនៃរលាក្បាលក្រពើបាទអញ្ចឹងសម្រាប់ប្រភេទរលានេះគឺជាប្រភេទសត្វក្រពើមែនទែនដែលម្ចាស់ហាងគាត់បានធ្វើការដាក់តាំងលក់ដើម្បីឲ្យភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិបានធ្វើការទស្សនាបាទអញ្ចឹងសម្រាប់ប្រភេទក្រពើនេះគឺជាប្រភេទសត្វក្រពើមែនទែនដែលគាត់បានធ្វើការសម្ងួតបានស្ងួតត្រឹមត្រូវល្អបាទអញ្ចឹងទស្សនវិជ្ជាខ្លះៗដែលខ្ញុំបានមកធ្វើការដើរលេងនៃសមាគមកំពង់ភ្លុកគឺយើងបានទទួលនៅបទពិសោធន៍ថ្មីមួយទៀតជាលើកទី1របស់ខ្ញុំដែរបាទអញ្ចឹងនេះគឺជាប្រភេទនៃមនុយដែលមានមុខម្ហូបក៏ដូចជាតម្លៃដែលគាត់បានធ្វើការដាក់តាំងនៅបង្ហាញនៅលើមនុយនេះតែម្ដងហើយបានឆ្អិនហើយទូលីងមាន់នេះស្ងោជួយស្ងោជួយត្រីរស់ហ្នឹងស្ងោជួយក្រពើណាថៃក្អែកឬថៃគេថៃរស់ហូបនោះ 25,000 ទៅអានោះ 25,000 50,000 អាគីឡូនេះម៉ាន 25,000 មុខម្ហូបមួយមុខ 25,000 មួយមុខ 25,000 តែបើឆាក្តៅក្រពើខ្ញុំមិនដឹងទេណាអត់ដឹងតម្លៃម៉ាន 25,000 ដែរតែទៅអត់រួចទេអូចានតូចបើចានធំម៉ានអត់ដឹងទេបងវាអត់មានជំរឿនទេព្រោះនៅនេះវាដាច់បាយណាច់អីអញ្ចឹងទៅយើងចោលអីទៅតែនេះទៅមកទីហូបឆាក្តៅមាន់ 25,000 ម៉ោងហ្នឹងគឺគូណាគូខែច្បាប់អីក៏បានសម្រាប់អាហារដ្ឋានដែលខ្ញុំបានមកធ្វើការញ៉ាំអាហារ
បាយថ្ងៃត្រង់នេះដែរម្ចាស់ហាងក៏មានការចិញ្ចឹមនៅសត្វក្រពើដែរបាទអញ្ចឹងនេះគឺជាបំរាមដែលម្ចាស់ហាងគាត់បានធ្វើការដាក់បំរាមដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ទៅដល់ភ្ញៀវដែលគាត់បានមកលេងទីតាំងនេះបាទអញ្ចឹងឃើញថាសត្វក្រពើនៅក្នុងទ្រុងនេះតាមអ្វីដែលខ្ញុំបានធ្វើការទស្សនានេះឃើញថានៅលើកណៅឈើនេះបើតាមអ្វីដែលខ្ញុំអាចប៉ាន់ស្មានប្រហែលជាខ្ទង់40គីឡូទៅអាចដល់50គីឡូបាទអញ្ចឹងឃើញថានៅក្នុងទឹកគឺសភាពនៃសម្បល់សត្វក្រពើគឺឃើញថាមានការកាន់ថ្លាយជាច្រើនតាមអ្វីដែលយើងបានមើលឃើញផ្ទាល់បើសិនជាករណីយើងអត់ចាប់អារម្មណ៍គឺអាចយើងគិតថាជាគោលឈើបាទអញ្ចឹងនេះគឺជាប្រភេទការចិញ្ចឹមក្រពើសម្រាប់ទស្សនវិជ្ជាដែលខ្ញុំបានមកចូលការញ៉ាំបាយនេះនៅខាងជុំវិញនៃទស្សនវិជ្ជានេះគឺឃើញមានអាហារដ្ឋានច្រើនដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការឡើងទៅលើនៃអាហារដ្ឋានដែលយើងអាចធ្វើការថតរូបពីលើទៅបានបាទគឺឃើញថាមានសភាពធំល្វឹងល្វើយបើយើងមើលទៅខាងផ្ទៃបឹងទន្លេសាបបាទអញ្ចឹងសម្រាប់នៅខាងលើនេះគឺមានឈ្មោះថាកំពង់ភ្លុកផ្ទះខ្ញុំបាទអញ្ចឹងគឺជាប្រភេទអាហារឋានរបស់គាត់តែគាត់បានធ្វើការកំណត់នៅឈ្មោះបាទអញ្ចឹងពិតជាម្យ៉ាងដែរសម្រាប់ការកំណត់នៅឈ្មោះគឺកំពង់ភ្លុកផ្ទះខ្ញុំបាទអញ្ចឹងឃើញថាទស្សនវិជ្ជានេះគឺមានភាពស្រស់ស្អាតបើយើងនិយាយអំពីបរិយាកាសខ្យល់វិញគឺខ្យល់ពេញគ្រប់រដូវកាលតែម្ដងតាមអ្វីដែលខ្ញុំបានមកទីតាំងនេះបានឃើញថាលពងល្វើយតែម្ដងមើលមិនឃើញកោះត្រោយទេសម្រាប់បឹងទន្លេសាបបាទអញ្ចឹងឃើញថាមានឃើញទូកបងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើការនេសាទនៅលើផ្ទៃបឹងទឹកទន្លេសាបផ្ទាល់តែម្ដងអញ្ចឹងគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការប្រយោគនិងធ្វើការចែកម្លែកផ្ទាល់ដល់បងប្អូនដូចជាអ្នកទាំងអស់គ្នាបាទអញ្ចឹងដោយសារខ្ញុំបានមកដើរលេងនៅខាងខេត្តសៀមរាបមកចូលរួមទស្សនាអរិត្រីដែលក្នុងមួយឆ្នាំមាន2ដងសម្រាប់ខែមីនានិងខែ9បាទអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នានៅពេលដែលយើងបានមកដើរលេងនៅខេត្តសៀមរាបបើអាចឈៀងចូលមកលេងនៅខាងកំពង់ភ្លុកបានបើទីតាំងដែលខ្ញុំបានមកនេះគឺបាន3ទី1ខ្ញុំចូលទៅប្រាសាទព្រះគោបន្ទាប់មកទៀតខ្ញុំចេញពីប្រាសាទព្រះគោខ្ញុំក៏បានមកប្រាសាទបាគងអញ្ចឹងក៏បានធ្វើការថតនៅរូបភាពឬក៏វីដេអូខ្លះចែកម្លែកដល់បងប្អូនហើយបន្ទាប់មកទៀតក៏ខ្ញុំក៏បានចេញមកពីប្រាសាទបាគងក៏បន្តមកកំពង់ភ្លុកដែលយើងអាចមកលេងនៅទន្លេសាបបានបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នានៅពេលដែលយើងបានមកទីតាំងទេសចរឬក៏ដំណើរកម្សាន្តទីតាំងនៅក្នុងប្រទេសកម្ពុជារបស់យើងបើអាចគួរតែធ្វើជាវីដេអូការចែកម្លែកជាទីតាំងដែលយើងបានទៅដើរលេងដើម្បីឲ្យបងប្អូនឬក៏មិត្តភ័ក្តិរបស់គ្នាបានធ្វើការទស្សនាក៏ដូចជាឲ្យភ្ញៀវបរទេសបានឃើញពីអ្វីដែលខ្មែររបស់យើងមានហើយក្នុងន័យដែលខ្ញុំចង់ធ្វើជាវីដេអូនេះទី1គឺយើងចង់ធ្វើការចែកម្លែកទៅដល់ពិភពលោកបានស្គាល់អំពីប្រទេសរបស់យើងដើម្បីឲ្យមានចរន្តនៃដំណើរទេសចរពីក្រៅស្រុកមកប្រទេសកម្ពុជារបស់យើងដើម្បីឲ្យបងប្អូនជាពលរដ្ឋគាត់មានចំណូលផងដែរបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែគោរពស្រឡាញ់រាល់ការចែកម្លែករបស់ខ្ញុំកន្លងមកមួយវិញទៀតបើសិនជាស្រឡាញ់និងចូលចិត្តរាល់វីដេអូរបស់ខ្ញុំកុំភ្លេចជួយធ្វើការចុច like ឬក៏ comment នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទហើយបើសិនជាស្រឡាញ់រាល់ការចែកម្លែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុចនៅ subscribe channel YouTube របស់ខ្ញុំមួយផងបាទអញ្ចឹងអត់អីទេថ្ងៃនេះគឺគ្រាន់តែចង់ធ្វើជាវីដេអូដើម្បីបង្ហាញដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ